đây cho nên không video này dươngศึกษา từ lời mê điện HTML bỏ dương chỉបន្ត hayនៅក្នុង video នេះផងដែរយើងនឹងសិក្សាទៅលើ tag មួយទៀតដែលមានឈ្មោះថា tag head ដែល tag head នេះមិនមែនជាកន្លែងដែលយើងដាក់ title ទេវាគឺជា tag មួយសម្រាប់ដាក់ចំណងជើងទៅឲ្យអត្ថបទរបស់ពួកយើងហើយ tag ផងនេះផងដែរវាមាន alignment ដែលជា attribute របស់វាហើយនឹងមាន value វាគឺ left center និង right ចាឥឡូវយើងចាប់ឡើងបើកកម្មវិធី notepad របស់យើងខ្ញុំស្រីទំហំ font វាធំបន្តិច18ចឹងយើងដំបូងយើងត្រូវសរសេរនៅទម្រង់ HTML ទូទៅរបស់យើងគឺ HTML បិទ HTML វិញចឹងយើង head បិទ head title របស់យើងហើយនៅក្នុងនេះមេរៀនដែលខ្ញុំចង់និយាយអំពី head គឺ head ហ្នឹងហើយបិទ title របស់យើងតមកនៅក្រោម tag បិទរបស់ head យើងដាក់ tag មួយទៀតឈ្មោះថា body នៅក្នុង body នេះយើងជាកន្លែងដែលយើងត្រូវសរសេររាល់អត្ថន័យរបស់ HTML របស់យើងចឹងខ្ញុំសេបែបនេះឲ្យវាមានភាពងាយស្រួលក្នុងការមើលចឹងនៅក្នុង tag body នេះខ្ញុំប្រើ tag មួយដែលមានឈ្មោះថា h tag head h អញ្ចឹងសូមបញ្ជាក់ផងដែរថា tag head នេះhead មាន head h នឹងមាន h1 រហូតដល់6ព្រោះ head ហើយ h1 គឺទំហំវាកាន់ធំជាងគេរហូតដល់ h6 h6 គឺតូចជាងគេអញ្ចឹងបានន័យថា h លេខកាន់តែតូចទំហំវាកាន់តែធំបើមិនជា h កាន់តែលេខវាធំទំហំអក្សររបស់វាកាន់តែតូចអញ្ចឹងខ្ញុំចាប់ផ្ដើមសរសេរឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំដាក់ថា hello បន្តមកយើងបិទវាវិញ h1 ចឹងជាដល់វិញថា head មាន6អញ្ចឹងក្នុងនេះខ្ញុំសរសេរថា h1 head 1បន្តមកខ្ញុំចាប់ឡើង save ខ្ញុំ save ដាក់នៅលើ desktop ដែលខ្ញុំបង្កើត folder មួយមានឈ្មោះអក្សរថា v នេះខ្ញុំចាប់ឡើង save ប៉ុន្តែនៅពេលយើង save យើងត្រូវការដាក់ file របស់វាគឺ HTML អញ្ចឹងដាក់ឈ្មោះវាមក .html បន្តមកយើងចាប់ឡើង save ហើយខ្ញុំទៅបើកនៅ folder មួយនោះវានឹងបង្ហាញយើងឃើញនេះគឺ h.tml នៅពេលយើងបើកវាមកចាអក្សរនេះគឺដាក់ hello មានទំហំធំអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ទៅមួយទៀតខ្ញុំ copy នៅ head របស់យើងតោះមកខ្ញុំ enter ហើយផាសវាមកតែនេះខ្ញុំដាក់ថា a2 មើលថាទំហំរបស់វាធំតូចជាងគ្នាប៉ុណ្ណា save មកហើយ refresh អញ្ចឹងនេះអញ្ចឹងមកន័យថា h1 ទំហំវាធំជាង h2 h លេខកាន់តែតូចទំហំវាកាន់តែធំលេខរបស់ h កាន់តែធំទំហំវាកាន់តែតូចចាឥឡូវខ្ញុំផាសវាមួយទៀតមករហូតដល់ h6 ព្រោះ head របស់យើងពេលនេះវាមាន h6 វាអត់មានលើសពីហ្នឹងទេ3 4 5នេះ6អញ្ចឹងនៅពេលដែល tag បើកលេខប្រមាណយើងបិទគឺលេខប៉ុណ្ណោះដែរនេះ3 4 5
6 ចាំបន្តមកខ្ញុំតាម save វាហើយខ្ញុំ refresh ទៅលើនេះចឹងគឺ take head នេះគឺយើងសម្រាប់ដាក់ទៅឲ្យផ្ដើមវាថាដាក់ចំណងជើងទៅលើតិចរបស់យើងអញ្ចឹងយើងមកចាំសរសេរថា BR ទេគឺវាចូលតតអូតូអញ្ចឹងនេះគឺវាធំពីធំទៅតូចចឹងនេះគឺជា tag H1 រហូតដល់ H6 H6 ហើយ tag នេះផងដែរវាមាន attribute របស់វាគឺ align ដែលសម្រាប់កំណត់ឲ្យ alignment ការដាក់ទីតាំងឆ្វេងស្ដាំរបស់tag head នេះដើម្បីឲ្យវាបង្ហាញ web browser របស់យើងថានៅខាងណាខ្ញុំចាំមកចេះដើម្បីស្រួលងាយស្រួលក្នុងការមើលនេះបែបនេះអញ្ចឹងបើសិនជាឥឡូវខ្ញុំលុបរឿងបាច់លុបទេខ្ញុំដាក់អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថា attribute យើងត្រូវសរសេរបន្ទាប់ពី tag head ទៅដល់ clear មួយតថា align នេះគឺ alignment ស្មើយើងឲ្យតម្លៃវាដែលយើងសរសេរនៅក្នុង double font អញ្ចឹង left នេះខ្ញុំអត់សរសេរទេគឺនៅពេលដែល web browser យើងបង្ហាញគឺវាបង្ហាញពីខាងឆ្វេងហើយគឺជា default របស់វាអញ្ចឹងឥឡូវខ្ញុំចាប់ដើមដាក់ថា center វិញឲ្យវាមកកណ្ដាលចំពោះ H1 គឺ H ខាងលើគេបំផុតខ្ញុំដាក់ថា center បន្ទាប់មកខ្ញុំ save ហើយយើងទៅបើកនៅ web browser របស់យើងនេះបានន័យថា hello នេះគឺវានៅ center វានៅកណ្ដាលនៃ web browser របស់យើងឥឡូវខ្ញុំឲ្យ H2 នៅខាងស្ដាំអញ្ចឹងយើងត្រូវប្រើ value វាមួយទៀតដាក់ align ដែរស្មើឲ្យតម្លៃរបស់វាក្នុង double font ដាក់ថា right អញ្ចឹងខ្ញុំចាប់ដើម save បន្ទាប់មកយើងទៅ refresh នៅលើ web browser របស់យើងគឺនៅពេលនេះ H1 វានៅកណ្ដាល H2 វានៅខាងស្ដាំហើយនឹង H3 H4 H5 H6 គឺនៅខាងឆ្វេងអញ្ចឹងនេះគឺជាការបង្ហាញទៅលើ tag មួយដែលមានឈ្មោះថា H ហើយក្នុង H នេះគឺវាមាន H1 រហូតដល់ទៅ H6 ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់តែអ្នកទាំងអស់គ្នាសង្ឃឹមថាពេញចិត្តនៅវីដេអូនេះអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ